កាលពីព្រេងនាយមានសត្វចកដ៏មានមោទនភាពមួយបានដើរមកជួបនឹងសត្វខ្យងតូចមួយនៅក្បែរមាត់ស្ទឹងដោយឃើញខ្យងវាយឺតចកក៏សើចចំអកថាណែអាខ្យងតូចតើឯងចង់សាកល្បងលោតឆ្លងស្ទឹងប្រកួតជាមួយខ្ញុំទេខ្យងមិនតក់ស្លុតឡើយហើយឆ្លើយតបវិញថាបានតើបងចកបើខ្ញុំចាញ់ខ្ញុំនឹងរកសត្វឲ្យបងស៊ីតែបើបងចាញ់បងត្រូវរកចំណីឲ្យខ្ញុំវិញមុននឹងចាប់ផ្ដើមខ្យងបានប្រើល្បិចសុំទៅនៅពីក្រោយចកខណៈពេលដែលចកកំពុងអួតអាងរៀបចំឡោតខ្យងក៏លបខំចុងកន្ទុយចកជាប់យ៉ាងណែនចកមិនបានដឹងខ្លួនតតែសោះក៏ត្រៀមលោតយ៉ាងអស់ទំហឹងដើម្បីបង្អួតកម្លាំងរបស់ខ្លួន1 2 3លោតចកស្ទុះលោតយ៉ាងខ្លាំងឆ្លងទៅត្រើយម្ខាងទៀតប៉ុន្តែកម្លាំងលោតនោះបានគ្រវែងសត្វខ្យងឲ្យទៅដល់លើគោកមុនបាត់ទៅហើយចកធ្លាក់ទឹកលាន់សូរប្រងពេលងើបឡើងស្រាប់តែឃើញខ្យងវាទៅដល់មុនបាត់ទៅហើយខ្យងសើចថាហេបងចកឲ្យបងមានជើងវែងឥតប្រយោជន៍មែនសំបីតែលោតក៏ចាញ់សត្វខ្យងតូចដូចជាខ្ញុំដែរចកមានការភិតភ័យនិងខ្មាស់អៀនយ៉ាងខ្លាំងក៏រត់ទៅរកទន្សាយឲ្យជួយការពារតែខ្យងនៅតែប្រើល្បិចតាមទាន់រហូតចកភ័យស្លន់ស្លោក៏រត់បាត់ស្រមោលចូលទៅក្នុងព្រៃជ្រៅលែងហ៊ានចេញមកក្បែរភូមិក៏ទៅទៀតរឿងរ៉ាវនេះបានបង្រៀនយើងគ្រប់គ្នាថាអ្នកធំកុំមើលងាយអ្នកតូចតាចឲ្យសោះព្រោះបញ្ញានិងល្បិចក៏អាចឈ្នះលើកម្លាំងបាយបានជានិច្ច